ទំនប់នេះជាកន្លែងប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាកន្លែងដែលគេនិយាយតគ្នានោះទេតែគឺជាកន្លែងដែលមានប្រវត្តិពិតប្រាកដដែលបង្កប់នៅរឿងសោកនាដកម្មជាច្រើនដែលធ្លាប់មានមនុស្សស្លាប់កជើងគ្នានៅទីនេះហើយចាស់គាត់ប្រកាសជាធ្លាប់ស្គាល់ព្រោះប្រជាជនសឹងតែគ្រប់ទីកន្លែងត្រូវគេជំលះឲ្យមកកាប់ដីលើកទំនប់នេះហើយកន្លែងនេះគេហៅថាទំនប់ពាមលវាដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺហើយប្រវត្តិកន្លែងនេះពីដើមមកគឺចំនួនប៉ុលពតគេបានជំលះគៀងគរប្រជាជនឲ្យមកលើកទំនប់នេះសូម្បីតែម្ដាយរបស់ខ្ញុំក៏គាត់បានលើកទំនប់នេះដែរហើយទំនប់ពាមលវាក៏ជាទីកន្លែងសម្រាប់បងប្អូនប្រជាជនរស់នៅជុំវិញតំបន់នេះគាត់បានអាស្រ័យផលដោយការនេសាទត្រីហើយកាលពីមុនទំនប់នេះរាល់មួយឆ្នាំគឺគេតែងតែបើកទឹកម្ដងដើម្បីនេសាទត្រីព្រោះទឹកទំនប់នេះហូរចេញពីភ្នំឱរ៉ាល់មកមិនចេះដាច់ខួបប្រាំងវស្សាហើយបើបិទទំនប់វិញតែ3ថ្ងៃទឹកនឹងពេញវិញដូចដើមតែដល់បច្ចុប្បន្ននេះគេបានធ្វើទ្វារទឹកថ្មីដើម្បីស្តុកទឹកនេះទុកប្រើប្រាស់គឺគេមិនដែលបើកទឹកនេះនោះទេហើយត្រីដែលនៅក្នុងទំនប់នេះគឺមានរសជាតិឆ្ងាញ់ដែលជាត្រីធម្មជាតិពិតៗហើយខ្ញុំសង្ឃឹមថានឹងមានការអភិរក្សសត្វស្លាបឲ្យមានកាន់តែច្រើនដូចនៅខាងតំបន់ផ្សេងព្រោះតំបន់នេះសពថ្ងៃក៏ជាតំបន់ទេសចរមួយដែលមានភ្ញៀវមកលេងជាហូរហែទេសចរផ្ដល់មកនៅការអភិវឌ្ឍនិងការរីកចម្រើនសេដ្ឋកិច្ចប្រទេសយើងនឹងអាចឲ្យបងប្អូនដែលនៅជុំវិញតំបន់រកប្រាក់ចំណូលពីវិស័យទេសចរដោយមិនចាំបាច់ទៅកាប់បំផ្លាញព្រៃឈើ